បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកជួបគ្នានិយាយអំពីការធ្វើផ្សិតច្បាំងនៅរបៀបថ្មីមិនមែនថ្មីទេគឺដូចឯនេះទេគាត់ថានេះគឺជាបច្ចេកទេសខុសគ្នាខ្ញុំគឺខ្ញុំត្រាំច្បាំងបែបនេះគឺមិនបានដាក់ទឹកទេប៊ូថងវាលហើយតែខ្ញុំព្យាយាមស្រោចមួយថ្ងៃ3ដងហើយរយៈពេលគឺ3យប់3ថ្ងៃចាប់ដើមដល់ពេលដែលយើងយកវាមកមូឥឡូវនេះយើងធ្វើរបៀបមូវិញណាអញ្ចឹងរបៀបមូវាខុសគេដែរដើម្បីឲ្យវាស្មើគ្នាមានពុំនេះគឺជាពុំដែលយើងចនពុំទេតែយើងយកមកឆ្នៃបែបនេះម្ដងនេះគឺជាដុំមូសួរថាយើងមូយ៉ាងម៉េចយើងមូដូចតែគេដូចតែឯងវីដេអូគេមូមិនគឺមូអញ្ចឹងណាចាំមើលខ្ញុំមួយមើលអានេះគឺជាការមូរបស់យើងចាប់មកចេះស្មើគ្នាដូចតែគេដូចឯងគ្រាន់តែយើងមានអានេះខាងគេមកយើងអាចមូវាបានគឺវាមិនវែងមិនស្មើមិនថាវាមិនវែងជាងគ្នាឲ្យការរៀបចំរបស់យើងវាស្រួលអញ្ចឹងយើងមូដូចគេឯងមកយើងច្បាំងវាទៅអូយើងថែមច្បាស់ធម្មតាទេសំខាន់លើវិភាពណែនរបស់វាកាន់តណែនសិតកាន់តដោះល្អព្រោះវាចូលចិត្តសំណើមបានល្អហើយវាមិនដាច់ស្ពោវាដើមមិនដាច់នេះគឺជាអត្ថន័យរបស់វាអញ្ចឹងណាហើយស្ពោវាដើរជាប់ល្អហើយនឹងទប់សំណើមបានល្អទប់កម្ដៅក៏បានល្អដែរចឹងទៅយើងមួយណែនហើយគឺអូខេហើយអានេះយើងមូរួចចឹងហើយយើងមានអីគឺយកមកដាក់ត្រីគ្នាគ្នាវាស្មើគ្នាល្អដោយសារវាមានពុំនេះអូខេអញ្ចឹងអាហ្នឹងគឺជារបៀបមូដូចគ្នាបន្តដាក់ដល់ចុងទៅឬក៏ចង់ទុក4-5 កដុបដាក់នោះចន្លោះគ្នាតិចមួយកដុបដើម្បីវាដោះគិននេះក៏បានដែរតែដោយសារដីរបស់ខ្ញុំវាតូចជីដាំស្លឹកគ្រៃអញ្ចឹងខ្ញុំដាក់តជាប់គ្នាអូខេអ្នកនរគ្នាពេលយើងរៀបចំមកចូលទៅដល់នោះអស់ហើយដល់ពេលយើងត្រូវដាក់មេមិនទេគឺយើងដាក់មកគិនអញ្ចឹងមកគិនអញ្ចឹងណានេះកុំបាច់ដាក់ក្រាស់ពេកអីក្រាស់ពេកក៏វារៀងខាត់មេរៀងមេច្រើនមិនជាបញ្ហាទេយើងផ្សើមានមេអាហ្នឹងដាក់តិចស្ដាងតែព្រោះអានេះកងទៅស្ពោវាដើរពេញទេណាមកអញ្ចឹងមកអូខេពេលយើងដាក់ពេញចេះហើយគឺនេះប្រាប់បន្តិចគឺកុំដាក់កដាលអីព្រោះកដាលវាដោះទេស្ពោវាដើរចេញមកខាងក្រៅវាដោះមកតាមអញ្ចឹងដល់មកគិនអញ្ចឹងបន្ទាប់ពីយើងដាក់នេះហើយត្រីទៀតនេះមេយើងលាយរួចហើយណាលាយគ្រឿងវាពីគ្រឿងចាំវីដេអូក្រោយចាំបង្ហាញពីរបៀបលាយហ្នឹងអញ្ចឹងនេះមានអីគេនេះទឹកស្កររងូយើងទិញគេមកនេះដបស្កររងូកាកស្ករដែលគេនៅវាឡើងពណ៌ខ្មៅអញ្ចឹងគេយកមកធ្វើជានេះវាល្អសម្រាប់ដំណាំសម្រាប់អីក៏ដោយវាល្អមែនទែនសម្រាប់ធ្វើចំណីផ្អកចំបើងផ្អកអីហ្នឹងគេយកអាហ្នឹងមកធ្វើអញ្ចឹងយើងស្រោចពីលើអញ្ចឹងមកយកមកស្រោចទឹកស្កររងូហ្នឹងយើងយកមកស្រោចឲ្យវាជោគពីលើមេហើយនឹងចំបើងរបស់យើងមកដើម្បីវាមានជីវជាតិកាន់តែខ្លាំងយើងស្រោចសពវាស្រោចសពចឹងមកយើងធ្វើអញ្ចឹងរហូតដល់អស់មេយើងនិយាយថាចាំអស់មេលក្ខណៈថាយើងដាក់គោវាមួយចន់រហូតដល់អស់មេហ្នឹងពេលដែលយើងនេះដាក់វាបានមួយចន់ទៀតហើយគឺយើងចាប់ដើមរោយមេថែមទៀតទៅធ្វើរហូតដល់អស់ច្បាំងអស់មេចាំយើងឈប់ហើយនេះគឺជាចន់ចុងក្រោយមានដាក់បាន3ចន់4ចន់អញ្ចឹងមាន recommend ថាដាក់ត្រឹមកុំឲ្យលើសពី5ចន់អញ្ចឹងមានដាក់តែ3ចន់ទេដោយសារស្ទើរច្បាំងហើយសល់មេច្រើនក៏រោយពីលើទៅបើអត់សល់ក៏មិនអាចបានដែរព្រោះខាងលើវាឆាប់ស្ងួតតែមានក៏ដាក់ទៅហើយយើងរោយតាមដីខ្លះក៏បានដីគឺជាកន្លែងមួយដែលដោះច្រើនដែរដីវាជួយចិត្តដោះផ្សិតច្បាំងអញ្ចឹងយើងស្រោចទឹកពីលើវាហើយយើងនឹងធ្វើការគ្របតង់វាហើយដាក់បិទជើងតង់វាស្អាត
ពេលដែលយើងដាំវារួចហើយយើងស្រោចទឹកវាយើងច្រឡំដាំរួចមេដាក់អីរួចចុងបញ្ចប់អញ្ចឹងយើងស្រោចទឹកវាចូលតិចមកតាមគៀនអីចឹងឲ្យវាត្រជាក់ព្រោះនេះវាត្រូវការទឹកត្រជាក់ខ្លាំងណាបើមិនត្រជាក់មិនចូលមុំសណាមិនដល់ខូចស្ងួតក៏ខូចហើយបបាដាំតិចតែវាមិនបបាណាស់ទេបើយើងថែទាំវាដល់យើងយល់ពីវាហេត្រូវការយល់វាដូចមនុស្សដែរតែវាខែជាងមនុស្សតែវាចេះងងអត់រឿងនេះចឹងយើងស្រោចទឹកវាទៅស្រោចឲ្យជោគតិចមកដើម្បីឲ្យវាមានសណាមទប់ខាងក្នុងរសាររបស់អេដមីនទាំងមិនសើសាមផងចឹងអេដមីនដាក់ចូលខ្លាំងតិច